ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសុខសប្បាយជាទេចាអាកាសធាតុយ៉ាងម៉េចដែរបងប្អូននៅស៊ីដនីនេះកំពុងតែត្រជាក់ខ្លាំងចាឲ្យតែត្រជាក់ខ្លាំងហ្នឹងរលរបស់អីក្តៅចាជាទូទៅខ្ញុំអត់ញ៉ាំទេបងហ្នឹងហើយអាហារពេលព្រឹកខ្ញុំចូលចិត្តញ៉ាំទឹកផ្លែឈើឬក៏ផ្លែឈើហើយនឹងម៉ាឆាអីចឹងទៅ green tea ប៉ុន្តែដោយសារត្រជាក់ខ្លាំងពេកហើយណាមួយមានត្រីងៀតទៅសក់ជ្រូកថ្មីខ្លួនឯងហើយពងទាប្រៃមិនឃើញដាំបបរញ៉ាំចាកស្រូវថ្មីក្តៅចាឆ្ងាញ់មែនតើចាដល់ពេលអត់សូវញ៉ាំដល់ពេលញ៉ាំចង់ញ៉ាំរាល់ថ្ងៃតែម្ដងចាហើយទៅសក់នោះស្រួយឲ្យស្រាប់ចារូបមន្តនោះខ្ញុំធ្វើមិនតាន់ហើយទេថាអត់មានពេលកាត់វីដេអូចាខ្ញុំប្រហែលជាព្យាយាមកាត់ឲ្យហើយជុំនេះនឹងឲ្យចែកចាយជូនបងប្អូនទៅសក់ជ្រក់ចាឆ្ងាញ់ល្មមចាឲ្យខ្ញុំធ្វើពីរវិធីចែកជូនបងប្អូនណាគឺវិធីងាយមែនតើចាហើយត្រីងៀតហ្នឹងក៏ពិសេសទៀតចាជីកប៉ាហោះមកពីស្រុកខ្មែរទៀតឆ្ងាញ់ណាចាបងប្អូនមើលមាត់ខ្ញុំមើលតើឆ្ងាញ់ទេបងប្អូនជាទូទៅខ្ញុំគ្រួសារខ្ញុំគាត់ញ៉ាំចិត្តនឹងដែរប៉ុន្តែអត់បានថតគាត់ចង្ការទៅលួចថតក៏ម្ដងអញ្ចឹងទៅអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូខ្ញុំហើយកុំភ្លេចជួយ follow page ឲ្យខ្ញុំម្នាក់មួយផងចាអរគុណច្រើនជម្រាបលាចា